នេះបំរើខ្ញុំមកលួចណាត់ប្រុសទាំងកណ្ដាលយប់បែបនេះហ៎នេះហ៎នាងថាដែលគ្មានស្អីជាមួយគេនាងពិតជាល្មុកនឹងទន់ហាមែនដែលមកជួបប្រុសស្ងាត់បែបនេះអាផាត់នេះឯងនិយាយស្អីខ្ញុំមិនទន់ទេអូលោកពុករឿងនេះខ្ញុំកំពុងតែគិតគូរហើយមិនយូរទេខ្ញុំទាំងពីររៀបការហើយមែនទេបងផាត់បាទពិតមែនហើយនាយផាត់ឆ្លើយទាំងបង្ខំក្នុងចិត្តគេមិនទាន់ចង់រៀបការឡើយនាយប្រភីតើមានរឿងអីទៅបានជាចន្ទ្រាសម្រាប់បែបនេះរឿងបន្តិចបន្តួចទេនៅសុកនាងក៏សម្លាប់ទៅខ្ញុំពិតជាបារម្ភនាងខ្លាំងណាស់ហេតុអីក៏លោកគ្រូមិនទាន់ចេញមកទៀតអ៊ំច័ន្ទមិនបាច់បារម្ភទេនាងគ្រាន់តែសន្លប់អន្តើមិនមែនស្លាប់អីណាបន្តិចទៀតប្រកាសជាដឹងខ្លួនហើយសូមជឿនរឿងទាសកោបេះដូងនិពន្ធនឹងផលិតដោយកញ្ញាសុខាអាចោកឯងមកទីនេះធ្វើអីប្រយ័ត្នអស់ម្ចាស់ឃើញណាមលីគ្មានអ្នកណាឃើញទេមលីដឹងហើយមែនទេថាខ្ញុំមកទីនេះធ្វើអ្វីមលីនៅទីនេះពិតជាសុខសប្បាយហើយមើលទៅមើលតកាស៊ីពាកក៏ដឹងដែរថាសុខសប្បាយនោះអាចោកកុំបិទលឺពេកក្រែងលោកអង្គម្ចាស់ស្ដាប់លឺទៅប្រាក់ដែលយើងឲ្យឯងថ្ងៃមុននោះអស់ហើយមែនទេបានជាមករកទៀតយើងគ្មានប្រាក់ឲ្យឯងទេមលីហេតុអីក៏ចិត្តអាក្រក់នឹងប្តីម្លេះគ្រាន់តែប្រាក់ប៉ុណ្ណឹងតិចតួចណាស់សម្រាប់មលីពិតមែនទេមលីខ្ញុំមកនេះមិនមែនដើម្បីប្រាក់តែប៉ុណ្ណោះទេខ្ញុំក៏នឹកមលីដែរអាចោកកុំនិយាយផ្ដេសផ្ដាសឲ្យសោះណាឯងឆាប់យកប្រាក់នេះទៅហើយក៏មកទីនេះទៀតបើគេមើលឃើញនោះឯងនឹងយើងប្រកាសជាស៊ីបាយក្រហមមិនខានទេឆាប់ចេញទៅមលីកុំបារម្ភអីរឿងនេះខ្ញុំធានាថាមិនឲ្យបែកការទេបើមលីត្រូវការខ្ញុំបម្រើខ្ញុំនឹងមកភ្លាមមលីទុកចិត្តចោះមិនបាច់មកទេយើងលេងត្រូវការឯងហើយឆាប់ចេញទៅក្រែងអស់ម្ចាស់មកឃើញមលីប្រកាសឲ្យមានទេថាលេងត្រូវការខ្ញុំនោះថ្ងៃណាមួយមលីប្រកាសជាត្រូវការខ្ញុំទៅហើយតើអ្នកនាងមករកអ្នកណាគេដែរបើអ្នកនាងមករកអ្នកប្រុសផាត់ទៅរោងចក្របាត់ហើយអ្នកនាងតើស្មានណាទៅគាត់មកវិញខ្ញុំមានរឿងចង់និយាយជាមួយគាត់ខ្ញុំមិនដឹងទេថាអ្នកប្រុសមកស្មានណានោះបើមិនយល់ទោះទេអ្នកនាងនៅចាំគាត់ក៏បានដែរបើអញ្ចឹងខ្ញុំចូលតែចាំក្នុងផ្ទះក៏បានដែរអ៊ំនឹងធ្វើការចោះមនុស្សស្រីស្អីមករកប្រុសដល់ផ្ទះបែបនេះបងផាតនេះបងត្រឡប់មកវិញហើយមែនទេខ្ញុំពិតជានឹកបងណានោះហេតុអីក៏មកទីនេះខ្ញុំប្រាប់ហើយថាកុំឲ្យមកទីនេះហេតុអីក៏មកពីខ្ញុំនឹកបងផាត់ពេកហ្នឹងណាទើបខ្ញុំមកទីនេះយើងជាសង្សារនឹងគ្នាហេតុអីក៏អូនមកមិនបានយ៉ាងណាអូនក៏បានមកហើយបងមិនណែនាំឪពុករបស់បងឲ្យអូនស្គាល់ទេលោកពុកមិននៅទេគាត់ទៅរោងចក្រហើយចាំថ្ងៃក្រោយទៅបើអញ្ចឹងបងផាត់នាំអូនដើរលេងបន្តិចទៅព្រោះយើងខានជួបគ្នាយូរណាស់មកហើយតើបានទេបានបើអញ្ចឹងថ្ងៃនេះបងសុកចិត្តនាំអូនដើរលេងទៅចុះព្រោះបងនេះខានដើរលេងយូរណាស់មកហើយបើអញ្ចឹងយើងឆាប់ទៅផាលីនអូនកំពុងធ្វើអីនឹងលោកពញាមិនបានឃើញទេថាខ្ញុំកំពុងតែក្រងផ្កាអូពិតមែនហើយបងភ្លេចមើលទៅថាអូនកំពុងតែក្រងផ្កាអ៊ំច័ន្ទតើឃើញកូនផាត់ទីខ្ញុំមានរឿងចង់និយាយជាមួយខ្ញុំឮថាអ្នកបម្រើលោកផាត់នាំស្រីម្នាក់ចេញទៅខាងក្រៅហើយខ្ញុំឮថាជាសង្សារនឹងគ្នាទៀតផងព្រោះប៉ុន្មានថ្ងៃមុននាងក៏បានមកទីនេះដែរយ៉ាងម៉េចអាផាត់នឹងវាមានសង្សារហេតុអីក៏វាមិនណែនាំឲ្យឪពុកវាស្គាល់ផងល្អហើយដែលវាគិតគូររឿងនេះខ្ញុំចង់ឲ្យវារៀបការឆាប់នេះអាផាត់វាមានទីយាតនោះទ្រព្យសម្បត្តិទាំងអស់ខ្ញុំនឹងប្រគល់ឲ្យកូនវាទាំងអស់នៅសុកលោកពញានិយាយរឿងនេះទៅវិញឬមួយលោកពញាចង់បញ្ឈឺខ្ញុំតែខ្ញុំមិនបានស្រឡាញ់លោកពញាទេអូននៅក្រងផ្កាចុះបងទៅក្នុងបន្ទប់ហើយនេះប្រហែលជាលោកពញាចង់បានចៅហើយមើលទៅបានជាឲ្យអ្នកប្រុសផាត់រៀបការបែបនេះ
អ្នកនាងតើពេលណាអ្នកនាងព្រមយកកូនទៅលោកពញាចង់បានកូនណាស់បើអ្នកនាងព្រមមានកូនជាមួយលោកពញាពិតជាសប្បាយចិត្តណាស់ តើខ្ញុំគួរប្រាប់អ៊ំច័ន្ទបែបណាទៅបើខ្ញុំទាំងពីរមិនដែររួមដំណេកនឹងគ្នាផងអ៊ំច័ន្ទបើខ្ញុំប្រាប់អ៊ំកុំប្រាប់អ្នកណាឲ្យសោះណា តើរឿងអីទៅអ្នកនាង គឺខ្ញុំតាំងពីរៀបការមកពួកខ្ញុំទាំងពីរមិនដែររួមដំណេកនឹងគ្នាទេព្រោះខ្ញុំមិនបានស្រឡាញ់លោកពញាឡើយ ថាយ៉ាងម៉េចនេះអ្នកនាងនិងលោកពញាមិនដែលរួមដំណេកនឹងគ្នាអញ្ចឹងហ៎ហេតុអីក៏អ្នកនាងព្រមរៀបការជាមួយលោកពញាខ្ញុំមិនយល់ទេ គឺម្ចាស់ពុកបង្ខំឲ្យខ្ញុំរៀបការទេការពិតតាំងពីដើមមកខ្ញុំមិនដែរស្រឡាញ់លោកពញាទេអ៊ំច័ន្ទរឿងនេះកុំប្រាប់ដល់អ្នកណាឲ្យសោះណាបើលោកពញាដឹងគាត់ប្រកាសជាឈឺចាប់មិនខានទេ ពុទ្ធោអ្នកនាងអញ្ចឹងតើបានជាលោកពញាមិនសប្បាយចិត្តសោះប៉ុន្មានថ្ងៃនេះអញ្ចឹងបានជាបង្ខំឲ្យអ្នកប្រផាត់យកប្រពន្ធ អ៊ំច័ន្ទខ្ញុំទៅសម្រាប់ហើយអ៊ំច័ន្ទទៅធ្វើការចោះអ៊ំច័ន្ទចាំប្រាប់ចន្ទ្រាឲ្យយកផ្កាម្លិះឲ្យខ្ញុំផងព្រោះស្អែកនេះខ្ញុំក្រងទៅយកឲ្យម្ចាស់យាយ ចាចាំខ្ញុំប្រាប់ជូនថ្ងៃនេះដើរលេងសប្បាយទីឌូង សប្បាយចិត្តណាស់ខ្ញុំមិនដែលមានសេចក្តីសុខដូចថ្ងៃនេះទេថ្ងៃក្រោយបងនាំអូនដើរលេងទៀតបានទេ បានយើងឡើងទៅខាងលើទៅបងណែនាំអូនឲ្យឪពុកបងស្គាល់ មែនទេបើអញ្ចឹងយើងឆាប់ទៅ ពុកខ្ញុំមកវិញហើយខ្ញុំសូមណែនាំមនុស្សម្នាក់ឲ្យពុកស្គាល់នេះគឺសង្សាររបស់ខ្ញុំគេឈ្មោះឌូងឆាប់ជម្រាបសួរលោកពុកទៅ ខ្ញុំជម្រាបសួរតើឲ្យខ្ញុំហៅថាយ៉ាងម៉េចទៅសាកសម ល្អហើយមិនបាច់គូសំទេហើយខ្ញុំថាលោកពុកក៏បានដែរព្រោះនាងជាសង្សាររបស់កូនខ្ញុំសប្បាយចិត្តណាស់ដែលពូកឯងចេះស្រឡាញ់គ្នាតើគិតគូថ្ងៃណាដែររឿងនេះខ្ញុំមិនទាន់ទេ អូលោកពុករឿងនេះខ្ញុំកំពុងតែគិតគូរហើយមិនយូរទេខ្ញុំទាំងពីររៀបការហើយមែនទេបងផាត់ បាទពិតមែនហើយនាយផាត់ឆ្លើយទាំងបង្ខំក្នុងចិត្តគេមិនទាន់ចង់រៀបការឡើយ ល្អណាស់បើរៀបការថ្ងៃណាប្រាប់ពុកមកចោះពុកនឹងចាប់ចែងឲ្យ អរគុណហើយលោកពុកអ៊ំច័ន្ទមានដឹងទេថាអ្នកប្រុសផាត់ចិត្តរៀបការជាមួយអ្នកនាងឌួងហើយចន្ទ្រាស្លុតចិត្តខ្លាំងណាស់ពេលដែលឮបែបនេះ ឯងលឺមកពីណាហ៎នាងឈើយគឺល្ងាចមិញនេះខ្ញុំបានយូរទឹកទៅឲ្យខ្ញុំក៏បានលឺលោកពញានិយាយជាមួយអ្នកប្រុសផាតណាអ៊ំខ្ញុំលឺច្បាស់ទៀតផងសង្សារអ្នកប្រុសផាត់ស្អាតហើយគួរឲ្យស្រឡាញ់ទៀតផងណាអ៊ំយើងក៏ដឹងខ្លះដែរថាអ្នកប្រុសផាត់ចិត្តរៀបការព្រោះលោកពញាចង់ឲ្យអ្នកប្រុសផាត់រៀបការយូរណាស់មកហើយនឹងបានអ្នកស្នងទីយាតនឹងណាតែគូឲ្យស្ដាយអ្នកនាងផាលីនតាំងពីរៀបការមកគ្មានកូនសោះពិតមែនហើយអ៊ំបើចង់បានអ្នកស្នងទីយាតនោះពិបាកហើយអ៊ំតែមិនធ្វើអីទេអ្នកប្រុសផាត់រៀបការប្រកាសជាមានកូនមិនខានទេពិតមែនទេអ៊ំច័ន្ទយើងក៏សង្ឃឹមចឹងដែរថាអ្នកប្រុសផាត់នឹងមានទីយាតស្នងទៅឆាប់ទៅចោះអេចន្ទ្រាហេតុអីឯងថ្ងៃនេះក៏ស្ងាត់ម្ល៉េះមានរឿងអីមែនទេ អត់ទេអ៊ំខ្ញុំគ្មានរឿងអីត្រូវនិយាយផងអ៊ំខ្ញុំទៅធ្វើការនៅខាងក្រៅហើយ អេចន្ទ្រាថ្ងៃនេះខុសប្លែកពីធម្មតាគេមិនស្រួលខ្លួនទេដឹងនាងឈើយធ្វើការឲ្យលឿនទៅនឹងហាន់ដងទឹកឲ្យយើងចាអ៊ំច័ន្ទ ចន្ទ្រាពេលដែលឮបែបនេះហើយនាងក៏មកអង្គុយតែម្នាក់ឯងទឹកមុខស្រងោតស្រងាត់ខ្លាំងណាស់នាងកាន់តែគិតកាន់តែឈឺចាប់ព្រោះនាងជាទាសករធ្វើអ្វីក៏មិនបានឡើយចន្ទ្រាតើហេតុអីក៏មកអង្គុយកន្លែងអញ្ចឹង
ចន្ទ្រាហេតុអីក៏មកអង្គុយបែបនេះអញ្ចឹង អ្នកប្រភាគឺខ្ញុំមកអង្គុយមើលប្រច័ននឹងណាព្រោះប្រច័នថ្ងៃនេះស្អាតណាស់លោកភាមកអង្គុយមើលជាមួយគ្នាមក អញ្ចឹងក៏បានដែរព្រោះខ្ញុំខានមើលប្រច័នយូរណាស់មកហើយចន្ទ្រាសុខសប្បាយទេយ៉ាងម៉េចហើយការងារហត់ទេ មិនហត់ទេលោកភាមកទីនេះមានការអីទៅ គឺខ្ញុំមករកចន្ទ្រានឹងណាព្រោះខ្ញុំចង់និយាយជាមួយចន្ទ្រា មករកខ្ញុំតើលោកភាមានរឿងអីទៅបានជាមករកខ្ញុំបែបនេះ ព្រោះខ្ញុំនឹកចន្ទ្រានឹងណាចន្ទ្រាមិននឹកខ្ញុំខ្លះទេ នឹកខ្ញុំហេតុអីក៏ខ្ញុំត្រូវនឹកដែរលោកភាមកជួបខ្ញុំបែបនេះមិនសមទេបើគេមើលឃើញទៅគេនឹងគិតអីផ្ដេសផ្ដាស់ណា ឲ្យគេគិតទៅខ្ញុំមិនខ្វល់ទេឲ្យតែយើងពីរនាក់ស្អាតស្អំទៅវាបានហើយក្រៅពីនឹងខ្ញុំមិនខ្វល់អ្វីទាំងអស់ចន្ទ្រាដឹងទេតាំងពីខ្ញុំស្គាល់ចន្ទ្រាមកខ្ញុំនៅមិនសុខទេចន្ទ្រាដឹងទេថាខ្ញុំពេញចិត្តនឹងចន្ទ្រាណា អ្នកប្រភានេះអ្នកប្រភាពេញចិត្តខ្ញុំតែខ្ញុំមិនស័ក្តិសមនឹងអ្នកប្រុសទេលោកភាត្រឡប់ទៅវិញសិនទៅខ្ញុំមិនចង់ឲ្យគេមកឃើញទេ ពិតជាផ្អែមល្ហែមមែននេះបំរើខ្ញុំមកលួចណាត់ប្រុសទាំងកណ្ដាលយប់បែបនេះហ៎នេះហ៎នាងថាដែលគ្មានស្អីស្អីជាមួយគេនាងពិតជាលំមុកនឹងទណ្ហាមែនដែលមកជួបប្រុសស្ងាត់ស្ងាត់បែបនេះអាផាត់នេះឯងនិយាយស្អីនិយាយស្ដីអីទុកកិត្តិយសឲ្យចន្ទ្រាផងពួកយើងទាំងពីរមិនដែលធ្វើរឿងស្មុគគ្រោកដូចឯងនិយាយទេ លោកភាត្រឡប់ទៅវិញសិនទៅកុំមានរឿងអីខ្ញុំសូមអរ មិនបានទេគេកំពុងតែមើងងាយចន្ទ្រាហើយណាទោះបីជាចន្ទ្រាជាអ្នកបម្រើពិតមែនក៏មានកិត្តិយសដែរឬមួយចន្ទ្រាមិនចេះឈឺចាប់ទេ មានកិត្តិយសអញ្ចឹងណាបើគេស្អាតស្អំមែនគេមិនមកជួបប្រុសទាំងកណ្ដាលជប់បែបនេះទេគួរឲ្យស្ដាយណាស់មិនគូណាលោកពុកយកអ្នកបម្រើបែបនេះមកនៅទេយើងទេដែលមកជួបចន្ទ្រាគេមិនដឹងអីទេឯងមិនគូណាថាគេបែបនេះទេបើឯងចង់បន្ទោសមកបន្ទោសយើងមក អាភាឯងជាពូម៉ាក់យើងតាំងពីក្មេងមកឯងនិយាយស្ដីមើលតែយើងជាសត្រូវឯងអញ្ចឹងទោះបីឯងទាំងពីរនាក់គ្មានស្អីនឹងគ្នាក៏ដោយក៏យើងមិនជឿដែរព្រោះនាងក៏ធ្លាប់ឲ្យដៃយើងដែរតែយើងមិនលេងចូលទេវើយព្រោះយើងមិនចូលចិត្តយកអ្នកបម្រើមកធ្វើជាប្រពន្ធទេគេទាក់យើងមិនបានទើបសម្រេចចិត្តគេមកទាក់ឯងជំនួសវិញអាភា លោកផាត់ យ៉ាងម៉េចខ្ញុំនិយាយត្រូវមែនទេបានជានិយាយមិនចាញ់ពេលនោះលោកភាក៏ដាក់ងាយផាត់មួយដៃឆាប់សុំទោសចន្ទ្រាភ្លាមទៅបើមិនអញ្ចឹងទេយើងមិនអត់ទោសឲ្យឯងទេយើងមិនខុសហេតុអីក៏យើងត្រូវសុំទោសអាផាត់ឯង បានហើយលោកភា ពេលនោះនាងក៏បានសន្លប់បាត់ទៅ លោកភាភ័យខ្លាំងណាស់ហើយក៏បីនាងទៅផ្ទះ អ្នកប្រុសភាតើមានរឿងអីទៅបានជាចន្ទ្រាសម្លាប់បែបនេះរឿងបន្តិចបន្តួចទេនៅសុកនាងក៏សម្លាប់ទៅខ្ញុំពិតជាបារម្ភនាងខ្លាំងណាស់ហេតុអីក៏លោកគ្រូមិនទាន់ចេញមកទៀតអ៊ំច័ន្ទមិនបាច់បារម្ភទេនាងគ្រាន់តែសន្លប់អន្តើមិនមែនស្លាប់អីណាបន្តិចទៀតប្រកាសជាដឹងខ្លួនហើយលោកគ្រូមកហើយលោកគ្រូពេលនេះនាងយ៉ាងម៉េចហើយពេលនេះនាងអស់អីហើយនាងគ្រាន់តែខ្សោយហើយអស់កម្លាំងតែប៉ុណ្ណោះអ៊ំត្រូវទៅរកអីពុកពើឲ្យនាងផងពេលនេះនាងខ្សោយខ្លាំងណាស់ជាពិសេសឲ្យនាងហូបប្រវោះណាពុកពើពេលនេះនាងមានកោហើយឲ្យនាងប្រយ័ត្នផងថាយ៉ាងម៉េចលោកគ្រូនេះ